ប្រយ័ត្នអ្នកខ្លែងបន្លំប្រភពដើមនិងគុណភាពទំនិញនឹងត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់5 ឆ្នាំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗនៅព្រឹកថ្ងៃទី5 ខែមករាឆ្នាំ 2026 នេះបានចេញសារដាស់តឿននិងរំលឹកជាថ្មីនៅទូទាត់ចំពោះការក្លែងបន្លំទំនិញជាក់ស្ដែងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗបានប្រកាសនៅព្រឹកថ្ងៃទី5 ខែមករាឆ្នាំ 2026 នេះថាក្លែងបន្លំឬធ្វើឲ្យភ័ន្តច្រឡំអំពីប្រភពដើមប្រភេទឬគុណភាពពិសេសនៃទំនិញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ឆ្នាំទៅ5 ឆ្នាំនិងពិន័យជាប្រាក់ពីលានរៀលទៅ20លានរៀលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗបានបញ្ជាក់ថាចំពោះអំពើក្លែងបន្លំឬធ្វើឲ្យភ័ន្តច្រឡំប្រភពដើមប្រភេទឬគុណភាពពិសេសនៃទំនិញដែលបង្ហាញលើសម្បកវេចខ្ចប់គ្រប់ប្រភេទឬលើឯកសារផ្សាយពាណិជ្ជកម្មឬលើឯកសារផ្សេងទៀតដែលទាក់ទងទៅនឹងទំនិញដែលអាចនាំឲ្យមានការយល់ខុសពីប្រភពដើមរបស់ផលិតផលចំពោះអំពើផ្សេងទៀតដែលអាចធ្វើឲ្យសាធារណជនទូទៅភ័ន្តច្រឡំពីប្រភពដើមពិតប្រាកដនៃទំនិញយោងតាមមាត្រា38បទក្លែងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រកាសកាលពីថ្ងៃទី20 ខែមករាឆ្នាំ 2014